ស្រីម្នាក់នោះនៅក្បែរមាត់ស្ទឹងភ្នែកបងសំឡឹងរកវាចា Hello ជម្រាបសួរថ្ងៃនេះមកជួបជាមួយនឹងខ្ញុំមកបង្ហាញពីរបៀបធ្វើបទចម្រៀង cover នៅលើ Kind Master តើគេធ្វើបទចម្រៀង cover នៅលើ Kind Master ដូចម្ដេចកុំភ្លេចតាមដានជាមួយនឹងខ្ញុំដូចតទៅនេះគឺវាមិនងាយស្រួលប្រហែលទេក្នុងការធ្វើសំឡេង cover នៅលើ Kind Master គឺយើងត្រូវច្រៀងឲ្យត្រូវតង់និងត្រូវចង្វាក់វាទៀតជួនកាលយើងច្រៀងទៅរឿងស្ទើរចង្វាក់ក៏មានអញ្ចឹងចង់ដឹងថាគេធ្វើដូចម្ដេចកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំដូចតទៅបញ្ជាក់ផងដែរគឺខ្ញុំមិនមែនជាអ្នកចេះអីណាទេគ្រាន់តែខ្ញុំអាចធ្វើចម្រៀង cover ច្រៀងលេងកំសាន្តបានផុសទៅក្នុងបណ្ដាញសង្គមដើម្បីជាការកំសាន្តបានបន្តិចបន្តួចតែប៉ុណ្ណោះជាដំបូងយើងចុចមកកន្លែង Auto Dio នេះមកចុចកន្លែងហ្នឹងហើយយើងអូសមកកន្លែង My File បន្ទាប់មកចុច AI Vocals Remove បន្ទាប់ពីចុចដល់ចំណុចនេះហើយយើងជ្រើសរើសនៅសំឡេងនិងភ្លេងណាមួយដែលយើងបានកាត់រួចហើយឥឡូវខ្ញុំជ្រើសរើសបទមួយដែលមានចំណងជើងថាស្រឡាញ់ស្រីគោមានន័យថាមនុស្សដែលគោតែគេអាចស្ដាប់សំឡេងយើងឮប៉ុន្តែគ្រាន់តែនិយាយអត់បានតែប៉ុណ្ណោះចុចមួយហើយបន្ទាប់មកយើងចុចមួយទៀតនេះជា voice សំឡេងបទដើមគេគឺវាអត់ឮទេដោយសារខ្ញុំបិទសំឡេងហើយទោះតែដល់កន្លែងច្រៀងបានវាឮយើងចុចបូកមួយទៀតមកបាទមកដល់ត្រង់ចំណុចនេះយើងមើលកន្លែងខណ្ឌគេនេះខណ្ឌកន្លែងខាងក្រោមនេះគឺកន្លែងផ្ដើមច្រៀងបន្ទាប់មកកន្លែងនេះគឺចុងបញ្ចប់ច្រៀងអញ្ចឹងយើងសង្កេតមើលវាតើវាមានប្រមាណវិនាទីអញ្ចឹងយើងច្រៀងឲ្យស្មើនឹងវិនាទីរបស់គេច្រៀងនឹងមកដើម្បីឲ្យត្រូវនឹងសាច់ភ្លេងឃើញថាវាមានចំនួន5វិនាទីឥឡូវយើងច្រៀងឲ្យដល់ចំនួន5វិនាទីមកដើម្បីឲ្យត្រូវនឹងចម្រៀងរបស់គេបន្ទាប់មកទៀតយើងចូលមកក្នុងកម្មវិធី Recorder ចុចលើកម្មវិធីនេះមកដើម្បីច្រៀងឥឡូវឃើញថាខ្ញុំបានច្រៀងហើយឥឡូវខ្ញុំនឹងយកវាទៅដាក់តើត្រូវនឹងសាច់ភ្លេងដែរឬអត់បន្ទាប់មកយើងចុចកន្លែង Audio ដដែលចុច My File ដដែលបន្ទាប់មកនេះខាងក្រោមនេះគឺចំនួន6វិនាទីសំឡេងដែលខ្ញុំបានច្រៀងមិញឥឡូវយើងចុចនេះមកចុចយកមកដាក់មកយើងអូសឲ្យស្មើហើយយើងចុចស្ដាប់ទាំងអស់គ្នាតើវាស៊ីដែរឬអត់ជួបស្រីម្នាក់នោះនៅក្បែរមាត់ស្ទឹងអញ្ចឹងសំឡេងនេះគឺវានៅគោកនៅឡើយទេបន្ទាប់មកយើងអូសមកកន្លែងនេះគេដាក់ EQ ចុចកន្លែង EQ នឹងមួយមកយើងជ្រើសរើស Rock ភាគច្រើនខ្ញុំប្រើ Rock តែបងប្អូនអាចជ្រើសរើសតាមចំណង់ចំណូលចិត្តបងប្អូនបែបណាក៏បានឥឡូវខ្ញុំដាក់ Rock ជួបស្រីម្នាក់នោះនៅក្បែរបន្ទាប់មកខ្ញុំថយមកវិញបន្ទាប់មកខ្ញុំដាក់ reverb ភាគច្រើនខ្ញុំដាក់នេះឈូខ្ញុំដាក់អានឹងព្រោះអីបើដាក់ concert ខាងក្រោមនេះគឺវាគោខ្លាំងពេកអញ្ចឹងវាអត់សូវស៊ីជាមួយនឹងភ្លេងទេអញ្ចឹងយើងជ្រើសរើសឈូនឹងចុះជួបស្រីម្នាក់នោះនៅក្បែរបន្ទាប់មកឥឡូវខ្ញុំបានហើយឥឡូវខ្ញុំសាកបិទសំឡេងភ្លេងដើមមុនសិនហើយខ្ញុំទុកតែសំឡេងរបស់ខ្ញុំទេខ្ញុំចាក់ភ្លេងមើលតើវាស៊ីដែរឬអត់ជួបស្រីម្នាក់នោះនៅក្បែរមាត់ស្ទឹងបាទអញ្ចឹងបទចម្រៀងដែលខ្ញុំមកបង្ហាញពីរបៀប cover គឺមានតែប៉ុណ្្នឹងទេនៅពេលដែលយើងច្រៀងចប់យើងលុបសំឡេងរបស់គេចោលទៅយើងទុកតែភ្លេងបានហើយយើងអាច export យកទៅកាត់តធ្វើជាបទចម្រៀងផុសទៅតាមបណ្ដាញសង្គមបានហើយនៅពេលដែលខ្ញុំធ្វើចប់ចាំមើលខ្ញុំចាក់ស្ដាប់តើវាមានគុណភាពបែបណាតើវាល្អឬក៏មិនសូវល្អសំខាន់នៅលើសំឡេងរបស់យើងដែរ
ហើយនឹងទំនុកច្រៀងដែលយើងចាំស្ទាត់ដែរឬអត់អញ្ចឹងសំឡេងខ្ញុំគឺមិនទៅជាបានណាស់ទេគ្រាន់តែបានច្រៀងអាចស្ដាប់លេងកំសាន្តបន្តិចបន្តួចតែប៉ុណ្ណោះជួបស្រីម្នាក់នោះនៅក្បែរមាត់ស្ទឹងភ្នែកបងសំឡឹងរកវាចាឃើញអូនញញឹមផ្អែមដូចបុប្ផា